របស់ព្រះសម្មាសម្ពុទ្ធនៃយើងដែលបានអំពីបារមីទាំង30របស់ព្រះអង្គថ្ងៃនេះយើងមានឱកាសគោរពឆោពាន់រាំងសីគឺជាភពព្រេងសំណាងរបស់យើងទាំងអស់គ្នាដូច្នេះសូមពុទ្ធិកជនទាំងឡាយសង្រួមកាយវាចាចិត្តគោរពដូចតទៅសូមមើលទង់ជ័យឆោពាន់រាំងសីដែលមានរស្មីភ្លឺស្រស់ល្អខៀវលឿងក្រហមព្រមទាំងពណ៌សហងស្បាតនឹងពណ៌ដកភ្លឺផ្លេតប្រទេសតូចធំបានស្មាំងស្មាគមប្រជុំគ្នាច្រើនអាណែកព្រមយករាំងស្មីព្រះពុទ្ធដល់ត្រេកប្រសើរពុនពេកក្រៃកន្លងធ្វើជាសញ្ញាទង់ជ័យសាងស្នានៃព្រះសម្ពុទ្ធធំចំបងគួរយើងរាល់គ្នាយកចិត្តចាំចងនឹកដល់ព្រះអង្គជាអង្គម្ចាស់ទុំជាតិផ្សេងគ្នាក៏ត្រូវដឹងថាសុទ្ធសឹងតែជាពុទ្ធសាសនាត្រូវសាមគ្គីគ្នាទាំងក្មេងទាំងចាស់ប្រឹងប្រែងឲ្យណាស់គ្រប់គ្នាសូមសាសនាពុទ្ធកុំខាងខ្ពស់ផុតរុងរឿងវិសុទ្ធថ្លៃថ្លាសូមមានជ័យជោគផ្សាយពេញលោកាដោយជនជ្រះថ្លាច្រើនសែនលានមានចិត្តស្នេហាគោរពបូជាចំពោះព្រះធម៌ដ៏កល្យានទាំងមនុស្សទេវតាស្នេហាគ្រប់ប្រានប្រាថ្នាចង់បានសេចក្តីសុខយើងខែមរាំងជាតិត្រូវតែក្មៃគ្មៀតកាន់ធម៌នឹងបានផុតទុក្ខត្រូវសាមគ្គីគ្នាពីនេះទៅមុខយើងនឹងបានសុខក្សេមសានត្រានប្រឹងប្រែងប្រព្រឹត្តកាន់ធម៌សុចរិតពុះទៅកាន់ឋាននិព្វានជាទីផុតទុក្ខបានសុខក្សេមសានជាតិយើងនឹងបានសោយសុខាសូមអនុមោទនាសូមអនុមោទនាបុណ្យសូមអនុមោទនាបាទសូមអរគុណបិទ